បាទនេះគឺជាត្រីម025ណាបាទ025នេះមានបញ្ហាឆេះបដាងខ្នើយនឹងឯងបាទនេះខ្ញុំដោះមើលតង់ទេអានេះដោះមើលតង់ហើយអានេះខ្នើយយើងដោះចេញដោយសារតែវាបែកបដាងខ្នើយបាត់ហើយបាទបែកបដាងខ្នើយយើងត្រូវដូរបដាងខ្នើយរបស់វាអញ្ចឹងគ្រាន់តែបន្ថែមមកគឺលន់ម៉ាស៊ីនខ្លាំងមែនតើបាទលន់មកទំហឹងណាបាទអញ្ចឹងយើងដូរបដាងខ្នើយបាទនេះបដាងវាខូចហើយលឺនេះអស់គ្នាបាទលឺអត់ណាបាទកន្លងផ្លាក់នេះបដាងខ្នើយរបស់វាគឺបែកតែម្ដងណាបដាងខ្នើយស៊ីនណាបាទអញ្ចឹងដោយសារតែអត់ដឹងថាវានិយាយទៅវាមកពីមូលហេតុដោយសារបដានឹងផងហើយមកពីការចាក់ប្រេងអត់ត្រឹមត្រូវផងអញ្ចឹងណាបាទនេះខ្នើយសំណុំខ្នើយរបស់វាអញ្ចឹងយើងដូរបដាខ្នើយហើយចាំមើលយើងដាក់ចូលវិញចាំមើលវាលន់រាវទៀតអត់ណាអ្នកខ្លះស្ដាប់អត់ដឹងគិតថាបែកបដាងយេណាដោយសារវាលន់មកទំហឹងពេញម៉ាស៊ីនណាបាទប៉ុន្តែវាបែកតែបដាងហ្នឹងទេបដាងខ្នើយហ្នឹងទេហ្នឹងហើយបាទនេះគឺជាត្រីម025ណាបាទ025នេះមានបញ្ហាឆេះបដាងខ្នើយនឹងឯងបាទនេះខ្ញុំដោះមើលតង់ទេអានេះដោះមើលតង់ហើយអានេះខ្នើយយើងដោះចេញដោយសារតែវាបែកបដាងខ្នើយបាត់ហើយបាទបែកបដាងខ្នើយយើងត្រូវដូរបដាងខ្នើយរបស់វាអញ្ចឹងគ្រាន់តែបន្ថែមមកគឺលន់ម៉ាស៊ីនខ្លាំងមែនតើបាទលន់មកទំហឹងណាអញ្ចឹងយើងដូរបដាងខ្នើយបាទនេះបដាងវាខូចហើយលឺនេះអស់គ្នាបាទលឺអត់ណាបាទកន្លងផ្លាក់នេះបដាងខ្នើយរបស់វាគឺបែកតែម្ដងណាបដាងខ្នើយស៊ីនណាបាទអញ្ចឹងដោយសារតែអត់ដឹងថាវានិយាយទៅវាមកពីមូលហេតុដោយសារបដានឹងផងហើយមកពីការចាក់ប្រេងអត់ត្រឹមត្រូវផងអញ្ចឹងណាបាទនេះខ្នើយសំណុំខ្នើយរបស់វាអញ្ចឹងយើងដូរបដាងខ្នើយហើយចាំមើលយើងដាក់ចូលវិញចាំមើលវាលន់រាវទៀតអត់ណាអ្នកខ្លះស្ដាប់អត់ដឹងគិតថាបែកបដាងយេណាដោយសារវាលន់មកទំហឹងពេញម៉ាស៊ីនណាបាទប៉ុន្តែវាបែកតែបដាងហ្នឹងទេបដាងខ្នើយហ្នឹងទេហ្នឹងហើយ